នាយករដ្ឋមន្ត្រីថៃប្រកាសថាអាចទៅសញ្ញេកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាលុះតារាអាមេរិកបដូរម៉ោងនាយករដ្ឋមន្ត្រីថៃលោកអនុទិនឆានវរៈគុលលុបចោលដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានប៉ុន្តែលោកក្រុងចាត់តាំងរដ្ឋមន្ត្រីការបរទេសឲ្យទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជំនួសវិញក្រោមវត្តមានរបស់លោក Donald Trump ប្រធានាធិបតីអាមេរិកលោកអនុទិនមិនទៅចូលរួមកិច្ចប្រជុំអាស៊ានព្រោះលោកជាប់ដៃដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយដើម្បីរៀបចំព្រះរាជពិធីបុណ្យនិងកាន់ទុក្ខចំពោះព្រះមហាក្សត្រីសិរីគិតដែលទើបសោយទីវង្គតកាលពីយប់ថ្ងៃទី24ខែតុលាប្រពន្ធពីវិមានរាជរដ្ឋាភិបាលថៃបានបង្ហើបថាតាមពិតទៅនៅពេលនេះលោកនាយករដ្ឋមន្ត្រីអនុទិននឹងត្រូវចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃទី26តុលាស្របពេលពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលមានប្រធានាធិបតីសហរដ្ឋអាមេរិកជាអ្នកចូលរួមធ្វើសាក្សីនិងសង្កេតការផ្សេងទៀតប៉ុន្តែលោកអនុទិនចង់បដូរពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះពលគឺដូរពេលរសៀលថ្ងៃ26តុលាមកធ្វើនៅពេលព្រឹកវិញក្នុងថ្ងៃទី26ខែតុលាដដែលបើអាមេរិកមិនអាចកែសម្រួលបានទេលោកអនុទិននឹងខកខានហើយលោកនឹងប្រគល់ភារកិច្ចនេះទៅឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីចុះហត្ថលេខាជំនួសលោកវិញនេះបើតាមកាសែត The Nation ដោយយកលេសម្ចាស់ក្សត្រីថៃយាងចូលទីវង្គតលោកអនុទិនឆានវរៈគុលបានលុបចោលគម្រោងដែលត្រូវចេញដំណើរទៅម៉ាឡេស៊ីក្នុងថ្ងៃទី25តុលានេះហើយលោកងាកមកដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីរៀបចំព្រះរាជពិធីបុណ្យព្រះរាជសព្ទម្ចាស់ក្សត្រី